រុស្ស៊ីចេញមកកាន់ជើងអ៊ីរ៉ង់និងហៅប្រទេសលោកខាងលិចថាគឺជាចោរក្រុមហេសបូឡាដាក់លក្ខខណ្ឌ5ចំណុចទៅកាន់អ៊ីស្រាអែលដើម្បីបញ្ចប់សង្គ្រាមសួស្តីពុកម៉ែបងប្អូនទស្សនិកជនរួមជាតិខ្មែរបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពរាប់អានសូមស្វាគមន៍សាជាថ្មីមកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិសំខាន់នាថ្ងៃទី29ខែមេសាឆ្នាំ2026វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែឡើងកម្ដៅស្របពេលដែលរុស្ស៊ីចេញមុខកាន់ជើងអ៊ីរ៉ង់និងហៅប្រទេសលោកខាងលិចថាគឺជាចោរនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រែជាឡើងកម្ដៅភ្លាមនៅពេលដែលតំណាងរុស្ស៊ីចេញមុខកាន់ជើងអ៊ីរ៉ង់ហើយពន្លះខ្លាំងទៅកាន់បណ្ដាប្រទេសលោកខាងលិចនិងហៅថាពួកគេគឺជាចោរតំណាងប្រទេសរុស្ស៊ីលោកវ៉ាសេលីនេប៊ីនហ្សៃត្រូវបានដកស្រង់សម្ដីដោយ CNN កាលពីថ្ងៃអង្គារទី28ខែមេសាឆ្នាំ2026ដែលលោកនិយាយថាអ៊ីរ៉ង់មានសិទ្ធិពេញលេញនៅក្នុងការរដ្ឋបិទចរាចរណ៍នៅដែនច្រកសមុទ្រអូម៉ូសប្រទេសលោកខាងលិចព្យាយាមទម្លាក់ការមានទំនួលខុសត្រូវទាំងស្រុងទៅលើប្រទេសអ៊ីរ៉ង់ក្នុងគ្រាមានសង្គ្រាមរដ្ឋជាប់ឆ្នេរសមុទ្រដែលរងការវាយប្រហារសុទ្ធតែកំណត់នាវាចរនៅក្នុងដែនទឹករបស់ខ្លួនដែលជាគោលបំណងអសន្តិសុខស្របពេលជាមួយគ្នានោះដែរលោកនេប៊ីនសៃបានថ្លែងថាខុសពីចៅសមុទ្រដែលលើកទង់ខ្មៅនិងក្បាលខ្មោចបណ្ដាប្រទេសលោកខាងលិចកំពុងតែព្យាយាមលាក់បាំងនៅសកម្មភាពខុសច្បាប់របស់ពួកគេដោយយោងទៅលើវិធានការបង្ខិតបង្ខំជាឯកតោភាគីប៉ុន្តែតាមពិតអឺរ៉ុបកំពុងតែចូលរួមនៅក្នុងអំពើប្លន់នៅសមុទ្រទាំងកណ្ដាលវាលខណៈដែលក្រុមហេសបូឡាបានដាក់លក្ខខណ្ឌ5ចំណុចទៅកាន់ប្រទេសអ៊ីស្រាអែលដើម្បីបញ្ចប់សង្គ្រាមទោះបីជាឋានៈដឹកនាំក្រុមហេសបូឡាបានច្រានចោលនឹងការចរចាដោយផ្ទាល់ជាមួយនឹងអ៊ីស្រាអែលក៏ពិតមែនប៉ុន្តែមេចលនាសកម្មប្រយុទ្ធមានមូលដ្ឋាននៅប្រទេសលីបង់មួយនេះក៏បានដាក់ចេញនៅលក្ខខណ្ឌចំនួន5ចំណុចផងដែរទៅភាគីអ៊ីស្រាអែលបើពួកគេចង់បញ្ចប់សង្គ្រាមមែនតាមការចុះផ្សាយរបស់សារព័ត៌មាន Yeni Zafex កាលពីថ្ងៃច័ន្ទទី27ខែមេសាឆ្នាំ2026លក្ខខណ្ឌ5ចំណុចដែលដាក់ចេញដោយមេក្រុមហេសបូឡាលោកនាម Gazem មានដូចជាទី1បញ្ចប់ការឈ្លានពានទាំងដីគោកនិងដែនសមុទ្រទាំងដែនអាកាសទី2អ៊ីស្រាអែលត្រូវតែដកកងទ័ពចេញពីដែនដីដែលកំពុងតែកាន់កាប់ទី3ដោះលែងអ្នកទោសដែលកំពុងតែជាប់ឃុំឃាំងទី4អនុញ្ញាតឲ្យពលរដ្ឋវិលត្រឡប់ទៅកាន់ភូមិឋាននិងទីក្រុងរបស់ពួកគេវិញទី5ការកសាងប្រទេសលីបង់ឡើងវិញអ៊ីស្រាអែលត្រូវតែរួមចំណែកនៅក្នុងការចេញថ្លៃថវិកាជួយបងប្អូនយើងនេះគឺជា5ចំណុចដែលមេក្រុមរបស់ហេសបូឡាលោកនាមកាហ្សេមដែលបានដាក់ជូនទៅកាន់ប្រទេសអ៊ីស្រាអែលថាតើអ៊ីស្រាអែលទទួលនៅសំណាននេះហើយយល់យ៉ាងណាបងប្អូនយើងរងចាំតាមដានជាមួយនឹងខ្ញុំបាទបន្តទៀតគណៈដែលវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ធ្វើឲ្យពិភពលោកសម្រុកទិញបច្ចេកវិទ្យាថាមពលស្អាតពីប្រទេសចិនហាក់បីដូចជាកំពុងតែកើបនៅលុយជាអតិបរមាបន្ទាប់ពីដែលអាមេរិកចាប់ដៃជាមួយអ៊ីស្រាអែលវាយប្រហារទៅកាន់ទឹកដីនៃប្រទេសអ៊ីរ៉ង់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់មិនត្រឹមតែបង្កឲ្យមានការបាត់បង់នៅអាយុជីវិតប៉ុណ្ណោះទេប៉ុន្តែវាក៏កំពុងតែធ្វើឲ្យពិភពលោកទាំងមូលរំជួយដោយសារតែវិបត្តិថាមពលនៅពេលដែលផ្លូវទឹកដ៏សំខាន់នោះគឺច្រកសមុទ្រហូម៉ូសត្រូវបានបិទគប់វាបានធ្វើឲ្យផ្នែកផ្គត់ផ្គង់ប្រេងធម្មជាតិប្រហែល 20% របស់ពិភពលោកត្រូវកាត់ផ្តាច់នាំឲ្យតម្លៃប្រេងហក់ឡើងខ្ពស់និងមិនស្ថិតស្ថេរនោះទេស្ថានភាពដ៏លំបាកនេះបានคล้ายទៅជាកាតាលីករយ៉ាងសំខាន់ដែលបង្ខំឲ្យបណ្ដាប្រទេសជាច្រើនត្រូវតែដកខ្លួនចេញពីការពឹងផ្អែកលើប្រេងហើយងាកមកស្វែងរកថាមពលជំនួសវិញដែលជាហេតុធ្វើឲ្យប្រទេសចិនដែលជាស្ដេចថាមពលកើតឡើងវិញកំពុងតែទទួលបានផលចំណេញយ៉ាងសន្ធឹកសន្ធាប់ពីសង្គ្រាមនៅក្នុងមជ្ឈិមបូព៌ាយោងតាមរបាយការណ៍ពីស្ថាប័នស្រាវជ្រាវថាមពល Inberការនាំចេញនៅបច្ចេកវិទ្យាសូឡាអាគុយនិងរថយន្តអគ្គិសនីរបស់ចិនបានហក់ឡើងដល់កម្រិតខ្ពស់ជាទីបំផុតដែលមិនធ្លាប់មាននៅក្នុងខែមីនាកន្លងទៅជាក់ស្ដែងការនាំចេញនៅផ្ទាំងសូឡារបស់ចិនបានកើនឡើងរហូតដល់68 ហ្គីហ្គារ៉ាត់ដែលលើសពីការកំណត់ចាស់រហូតដល់ 50%
ប្រទេសជិត50នៅជុំវិញពិភពលោកជាពិសេសនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកដែលកំពុងតែរងគ្រោះខ្លាំងជាងគេពីវិបត្តិថាមពលបាននឹងកំពុងតែសម្រុកទិញផ្ទាំងសូឡាពីចិនដើម្បីយកទៅប្រើប្រាស់ជំនួសឲ្យការប្រើប្រាស់នៅប្រេងដែលមានតម្លៃថ្លៃហួសប្រមាណនៅក្នុងពេលជាមួយគ្នានោះដែរទំនិញដែលចិនហៅថារបស់ថ្មីទាំង3រួមមានផ្ទាំងសូឡាអាគុយនិងរថយន្តអគ្គិសនីបានคล้ายទៅជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចរបស់ចិនយ៉ាងខ្លាំងជំនួសឲ្យមុខទំនិញចាស់ៗដូចជាសម្លៀកបំពាក់និងគ្រឿងសង្ហារិមជាតិដើមការនាំចេញអាគុយរបស់ប្រទេសចិនកំពុងតែឈានជាប់លំដាប់លេខ1ទទួលបានចំណូលរហូតដល់ $10,000 លាននៅក្នុងខែមីនាខណៈដែលការនាំចេញរថយន្តអគ្គិសនីនិងរថយន្តកាត់អគ្គិសនីhybrid បានកើនឡើងរហូតដល់ 140% បើធៀបទៅនឹងឆ្នាំមុនហេតុការណ៍នេះគឺបានបញ្ជាក់ថាវិបត្តិប្រេងបាននឹងកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់ជុំវិញពិភពលោកយល់ឃើញថាការងាកមកប្រើប្រាស់នៅថាមពលស្អាតគឺជាជម្រើសដ៏ឆ្លាតវៃនិងចំណេញជាទីបំផុតបទពិសោធន៍ពីប្រទេសប៉ាគីស្ថានគឺជាឧទាហរណ៍ដ៏ច្បាស់មួយដែលកំពុងតែធ្វើឲ្យពួកគេសម្រុកនាំចូលនៅផ្ទាំងសិលាដែលមានតម្លៃថោកពីប្រទេសចិនតាំងពីឆ្នាំមុនដែលធ្វើឲ្យពួកគេមិនសូវរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាមនៅអ៊ីរ៉ង់និងអាចសន្សំបានប្រាក់រាប់ពាន់លាន$ជារៀងរាល់ឆ្នាំអ្នកជំនាញបានលើកឡើងថាទោះបីជាមានការហក់ឡើងនៃការនាំចេញកាលពីខែមីនាអាចនឹងមានការថយចុះខ្លះនៅថ្ងៃខាងមុខប៉ុន្តែជំនោររយៈពេលវែងគឺច្បាស់ណាស់ថាយុគសម័យនៃសន្តិសុខថាមពលដែលពឹងផ្អែកលើប្រេងហ្វូស៊ីលបានជិតឈានទៅដល់ទីបញ្ចប់ហើយពិភពលោកក៏កំពុងតែឈានចូលយុគសម័យថ្មីនៃថាមពលស្អាតដែលមានចិនគឺជាអ្នកដឹកនាំមុនគេនៅក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាបែបនេះបាទពុកម៉ែបងប្អូនយើងនេះគឺជាជោគជ័យដ៏ធំមួយសម្រាប់ប្រទេសចិននាឆ្នាំ2026បន្ទាប់ពីសង្គ្រាមដែលអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារព្រមគ្នាទៅកាន់ទឹកដីនៃប្រទេសអ៊ីរ៉ង់បច្ចុប្បន្ននេះចិនកំពុងតែទទួលបាននៅចំណូលខ្លាំងនិងខ្ពស់ជាទីបំផុតដែលមិនធ្លាប់មានពីមុនមកនោះទេទាំងសូឡាអាគុយនិងរថយន្តអគ្គិសនីដែលកំពុងតែលក់ដាច់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្នដោយសារតែវិបត្តិសង្គ្រាមបិទច្រកហូម៉ូសដែលអ៊ីរ៉ង់មិនអាចបើកបានហើយមកដល់ពេលបច្ចុប្បន្ននេះច្រកសមុទ្រនេះម្ដងបើកម្ដងបិទតាមការនឹកឃើញរបស់អ៊ីរ៉ង់តែប៉ុណ្ណោះដូច្នេះតម្លៃប្រេងគឺហក់ឡើងម្ដងចុះម្ដងឡើងគឺមិនថិតថេរទេអរគុណទៅកាន់ពុកម៉ែបងប្អូនអស់លោកនាងដែលបានតាមដានតាំងពីដើមរហូតដល់ចប់រាល់កំហុសកុសឆ្គងក៏សំខាន់តែពេកទោះជួបគ្នាជាមួយនឹងខ្ញុំបាទបញ្ញាញនៅវីដេអូថ្មីអាប់ដេតព្រឹត្តិការណ៍ជាតិនិងអន្តរជាតិសំខាន់ជូនទៅកាន់ពុកម៉ែបងប្អូនរៀងរាល់ថ្ងៃនៅក្នុងដៃអស់លោកអ្នកជាបន្តបន្ទាប់ហើយបងប្អូនយើងកុំភ្លេចចូលរួម share ចែករំលែកក៏ដូចជាចុច Subscribe នៅ Channel YouTube របស់ខ្ញុំបាទនិងគេហទំព័រ Facebook ពូញ៉ាញ់ទាំងអស់គ្នាដើម្បីទទួលបាននៅវីដេអូ Update ថ្មីចុងក្រោយបងអស់ជូនទៅកាន់ពុកម៉ែបងប្អូនរៀងរាល់ថ្ងៃ